ថ្មវេទមន្តនេះស្រាប់តែប្រេះបែកហើយស្វាថ្មក៏កាត់មកស្វាថ្មបានកាត់មកជាមួយនឹងភ្នែកកូលាន់ហើយពន្លឺបានវាប្រហារដោយផ្ទាល់ទៅលើវិមានលេងសែវវាស្ទើរតែធ្វើឲ្យភ្នែករបស់ Jade Emperor ងឹតភ្នែកអធិរាជ Jade គិតថាវ៉ុកខុងបានធ្វើបាបខ្លួនឯងហើយសម្រេចចិត្តបញ្ជាឲ្យកម្ចាត់បិសាចទោះជាយ៉ាងណាក៏ដោយនៅពេលនេះ Joraemon ស្រាប់តែលេចមុខហើយបញ្ឈប់អធិរាជ Jade គាត់បាននិយាយថាវ៉ុកខុងមិនមែនជាស្វាថ្មសាមញ្ញទេហើយគាត់នឹងធ្វើរឿងដ៏អស្ចារ្យនាពេលអនាគតដូច្នេះអធិរាជ Jade មិនចង់បារម្ភអំពីពិភពលោកទេដំបូងឡើយវ៉ុកខុងចង់ដឹងចង់ឃើញគ្រប់យ៉ាងពេលឃើញស្វាឯទៀតកំពុងតែរីករាយនឹងសេចក្តីស្រឡាញ់ពីម្ដាយគាត់ស្រាប់តែមានអារម្មណ៍ឯកាខ្លាំងណាស់ដូច្នេះគាត់ក៏ស្ទុះទៅបោះចោលស្វាតូចនោះគាត់បានអបម្ដាយស្វាហើយទីបំផុតទទួលបាននូវភាពកក់ក្ដៅនៃក្តីស្រឡាញ់ពីម្ដាយអ្នកដឹកនាំកំពុងបង្ហាញសត្វស្វាពីរបៀបរើសអាហារគាត់ឃើញថាគាត់ស្ទើរតែអាចយកដងបានភ្លាមនោះវ៉ុកខុងស្ទុះឡើងទាត់មួយជើងលទ្ធផលអ្នកដឹកនាំចង់បង្រៀនគាត់ជាមេរៀនប៉ុន្តែវ៉ុកខុងមិនស្ដាប់តតែសោះគាត់ថែមទាំងគប់ដុំថ្មនៅក្នុងដៃមេដឹកនាំទៀតផងគាត់មិននឹកស្មានថាថ្មមានប្រតិកម្មច្រវាក់នោះទេរំពេចនោះក្រុមស្វាក៏វាយគ្នាទៅវិញទៅមកវ៉ុកខុងសប្បាយចិត្តពេលឃើញគេវាយគ្នាគាត់បានឃើញសត្វស្វាតូចរត់នៅក្រោមព្រះអាទិត្យមេដឹកនាំបានសុំឲ្យពួកគេត្រឡប់មកវិញយ៉ាងឆ្ងាយទៅតែធ្លាក់មានក្រសែភ្នែកគួរឲ្យខ្លាចមួយគូសម្លឹងមកពួកគេនៅខាងក្រោយពេលនោះសត្វចម្លែកមួយក្បាលក៏ប្រញាប់ចេញមកសត្វស្វាតូចត្រូវបានចាប់បានភ្លាមបន្ទាប់មកគាត់បានត្រឡប់ទៅទឹកជ្រោះវិញមេស្វាពិតជាសោកសៅណាស់ពួកគេទាំងអស់បានស្ដីបន្ទោសវ៉ុកខុងសម្រាប់អ្វីទាំងអស់នោះហើយជារបៀបដែលមេដឹកនាំបានបញ្ជាឲ្យសត្វស្វាវាយប្រហារវ៉ុកខុងដោយដងជាអកុសលគាត់គ្រាន់តែកាន់ដងហើយចាក់ចេញពីភ្នំផ្លែផ្កាបន្ទាប់ពីវ៉ុកខុងត្រឡប់មកកំពូលភ្នំវិញគាត់បានចាប់ផ្ដើមការហ្វឹកហាត់ពិសេសគាត់បានចាប់ទុកដងនៅលើថ្មជីកូដៅរបស់គាត់បន្ទាប់មកគាត់បានវាយប្រហារដូចឈួតវ៉ុកខុងធំឡើងពីមួយថ្ងៃទៅមួយថ្ងៃបែបនេះបន្ទាប់ពីការបណ្ដុះបណ្ដាលជាច្រើនឆ្នាំជំនាញបាញ់ប្រហាររបស់គាត់ត្រូវបានហ្វឹកហ្វឺនរហូតដល់ចាប់កំណើតនៅថ្ងៃនោះអ្នកដឹកនាំកំពុងនិយាយរឿងស្វាតូចអ្នកណាដឹងថាស្ដេចបិសាចបានសម្លាប់គាត់ដោយសម្ងាត់វ៉ុកខុងដែលបានដឹងថាស្ថានភាពអាក្រក់នោះបានសុំអ្នករាល់គ្នាចាក់ចេញពីការបំផ្លិចបំផ្លាញរបស់ស្ដេចអារក្សបានលេចមកហើយស្លន់ស្លោក្នុងពេលដ៏សំខាន់វ៉ុកខុងបានឈរចេញហើយរារាំងនៅពីមុខគាត់បន្ទាប់មកគាត់បានវាយប្រហារគូប្រជែងដោយដងប៉ុន្តែការខូចខាតនេះគឺគ្មានប្រសិទ្ធភាពទាំងស្រុងនៅវិនាទីបន្ទាប់ស្ដេចបិសាចបានវាយវ៉ុកខុងចេញដោយកណ្ដាប់ដៃមួយស្វាតូចនៅតែមិនអាចគេចផុតពីអាថ៌កំបាំងនៃការចាប់បានសកម្មភាពល្អដាមរបស់វ៉ុកខុងមិនត្រឹមតែមិនទទួលបានការគាំទ្រពីគ្រប់គ្នាតែក៏រងការស្ដីបន្ទោសរបស់មេដឹកនាំផងដែរនេះជាសត្វស្វាតូចប្រាប់គាត់ថាប្រសិនបើគាត់អាចទទួលបានអាវុធវេទមន្តនៅក្នុងវិមាននេះគាត់នឹងមានឱកាសកម្ចាត់ការបំផ្លិចបំផ្លាញរបស់ស្ដេចខុងលោតចូលសមុទ្រដោយមិននិយាយអ្វីទាំងអស់គាត់បានមកដល់អាវុធវេទមន្តដោយស្ងប់ស្ងាត់ខ្ញុំមិននឹកស្មានថាវ៉ុកខុងចូលទៅជិតនឹងដំបងផ្សិតមាសពិតជាមានប្រតិកម្មចំពោះគាត់ដោយសារតែដំបងផ្សិតមាសធំពេកវ៉ុកខុងមិនអាចយកវាទៅឆ្ងាយបានទេប្រសិនបើអ្នកអាចតូចជាងនេះបន្តិចខ្ញុំមិនបានរំពឹងថាគាត់នឹងធ្វើឲ្យដំបងផ្សិតមាសផ្លាស់ប្ដូរភ្លាមនោះទេយ៉ាងណាមិញវិមាននាគបានបាត់បង់ពន្លឺមួយរំពេចស្ដេចនាគខឹងក៏ហៅអធិរាជភ្លាមប៉ុន្តែខ្ញុំមិននឹកស្មានថាគូប្រកួតគ្មានពេលនិយាយជាមួយគាត់ទេគាត់បានជួបការហៅជាវីដេអូដោយផ្ទាល់វ៉ុកខុងដែលទទួលបានអាវុធវេទមន្តគឺដូចជាព្រះគាត់ទើបតែក្រោកឡើងក្នុងមួយខែគាត់គ្រាន់តែប្រញាប់ប្រញាល់ចូលទៅក្នុងទឹកជ្រោះនៃស្ដេចបិសាចគាត់បានរកឃើញស្វាតូចដែលកំពុងចម្អិនវ៉ុកខុងបានបោះដំបងផ្សិតមាសចូលទៅក្នុងទ្រុងភ្លាមទោះជាយ៉ាងណាវិនាទីបន្ទាប់ស្ដេចអាក្រក់បានសម្លាប់គាត់ភ្លាមវ៉ុកខុងបានប្រើអត្តសញ្ញាណខាងវិញ្ញាណរបស់គាត់ដើម្បីជៀសវាងការវាយប្រហាររបស់គូប្រជែងគាត់ថែមទាំងឆ្លៀតឱកាសឲ្យស្វាតូចរត់គេចខ្លួនទៀតស្ដេចអារក្សកាន់តែខឹងគាត់បានវាយលុកវ៉ុកខុងម្ដងទៀតខ្ញុំមិននឹកស្មានថាដំបងផ្សិតមាសនឹងវាយប្រហារដោយស្វែងរកតែរាងការវាយប្រហារទាំងអស់សម្រាប់វ៉ុកខុងប៉ុន្តែក៏បានបំផ្លាញអាវុធវេទមន្តរបស់ស្ដេចអារក្សផងដែរបន្ទាប់មកគាត់បានវាយទម្លាក់គូប្រកួតផ្ទាល់ដល់ជាន់ទី18ក្នុងស្លឹក8ទីបំផុតបានទទួលសន្តិភាពដែលទន្ទឹងរង់ចាំជាយូរមកត្រូវបានប្រគល់ឲ្យស្ដេចស្វាផងដែរប៉ុន្តែខ្ញុំមិនបានរំពឹងថាមេដឹកនាំនឹងក្រោកឈរឡើងវិញដើម្បីប្រឆាំងទេព្រះអង្គមានព្រះបន្ទូលថាមានតែព្រះអង្គប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិចង់ខ្លាយជាស្ដេចត្រូវកម្ចាត់បិសាច100មុខដូច្នេះវ៉ុកខុងភ្លាមបានចេញទៅលើផ្លូវរបស់បិសាចដោយមានការគ្រប់គ្រងពីដំបងផ្សិតមាសគាត់បានកម្ចាត់បិសាច99យ៉ាងឆាប់រហ័សនៅក្បែរនោះត្រារបស់បិសាចមិនត្រូវបានរកឃើញទៀតទេដូច្នេះវ៉ុកខុងបានមកដល់ភូមិដាច់ស្រយាលមួយចៃដន្យគាត់បានជួបអ្នកដែលរៀបនឹងយកមេបិសាចចេញវ៉ុកខុងខ្លាំងហើយវាយកូនតូចចេញពីទ្រុងដូច្នេះគាត់ជាបិសាចដែលគួរឲ្យខ្លាចគឺបរិសសមុទ្រក្រហមអ្នកមានចិត្តចង់ប៉ះកូនក្រហមរបស់ខ្ញុំធ្វើត្បិតតែវ៉េតស៊ីមែនខ្លាំងមែនគាត់មិនអាចឈរបានព្រៀបបន្តិចនៅពីមុខវ៉ុកខុងរាល់ការវាយប្រហាររបស់គាត់ត្រូវបានរារាំងយ៉ាងងាយស្រួលបរិសសមុទ្រក្រហមខឹងគាត់បានបាញ់ពន្លត់ភ្លើងពិតរបស់បងប្អូនទាំង3ហើយវាយទៅវ៉ុកខុងពេលដ៏ធ្ងន់ធ្ងរដំបងផ្សិតពណ៌មាសបានបុកលោកវ៉ុកខុងភ្លាមបរិសសមុទ្រក្រហមអាចពន្លត់ភ្លើងពិតរបស់បងប្អូនស្រី3នាក់តែគាត់ត្រូវបានបំផ្លាញដោយវ៉ុកខុងភ្លាមទោះបីជាវ៉ុកខុងគេចពីការវាយប្រហារក៏ដោយភូមិនៅទីនេះត្រូវហ្វូងជាមវាយភ្លើងហៀបនឹងឆេះពេញភូមិសំណាងល្អបងស្រីមេធ្មប់បានមកជួយអ្នកភូមិពន្លត់ភ្លើងនៅពេលនេះវ៉ុកខុងបានប្រយុទ្ធជាមួយបរិសសមុទ្រក្រហមរាប់ពាន់ជុំប៉ុន្តែគាត់នៅតែរកមិនឃើញអ្នកឈ្នះដូច្នេះវ៉ុកខុងបានបង្កើតផែនការមួយលោកថាឲ្យតែបរិសសមុទ្រក្រហមអាចកាន់ដំបងផ្សិតមាសបានគាត់នឹងទទួលស្គាល់ការបរាជ័យប៉ុន្តែគាត់មិននឹកស្មានថាបរិសសមុទ្រក្រហមនឹងចាប់គាត់ត្រូវបានគេបោះចូលទៅក្នុងភាពដំបងផ្សិតមាសបានបុកបរិសសមុទ្រក្រហមដោយផ្ទាល់ទៅក្នុងអន្ទាក់ទីបំផុតវ៉ុកខុងបានកម្ចាត់បរិសសមុទ្រក្រហមដោយប្រាជ្ញាគាត់បានបំផ្លាញបិសាច100ដោយជោគជ័យប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះទោះបីជាគាត់បានបំផ្លាញអារក្សជាង100ក៏ដោយតុលាការស្ថានសួគ៌មិនបានធ្វើឲ្យគាត់មានគ្រោះថ្នាក់នេះដំបងផ្សិតមាសប្រាប់វ៉ុកខុងភ្លាមថាបើគាត់ទៅក្រោមដើម្បីលុបឈ្មោះគាត់នឹងមិនខ្លាចជាមនុស្សស្លាប់ទៀតទេវ៉ុកខុងមិនស្គាល់ពាក្យនោះទេដូច្នេះគាត់បានយកក្មេងស្រីតូចនេះទៅជាមួយពួកគេបានមកដល់កន្លែងមួយឈ្មោះប្រាសាទវ៉ុកខុងដាក់ដំបងផ្សិតមាសចូលទៅក្នុងអាងទឹកមានច្រកចូលនៅក្នុងទឹកពួកគេបានលោតចូលទៅក្នុងច្រកចូលហើយទៅដល់ពិភពក្រោមដីបន្ទាប់មកពួកគេបានបើកទ្វារផ្នែកដែលនៅរស់នឹងស្លាប់ជាច្រើនត្រូវបានដាក់ចូលទៅក្នុងប៉ុន្តែផ្នែករស់នឹងស្លាប់ច្រើនណាស់បរិសសមុទ្រក្រហមអាចរកឃើញវ៉ុកខុងប៉ុណ្ណោះបរិសសមុទ្រក្រហមក៏ត្រូវបរិសសមុទ្រក្រហមវាយដែរគាត់មិននិយាយអ្វីមួយម៉ាត់ហើយចាប់ផ្ដើមបះបោគាត់បានសរសេរពាក្យដែលគ្រូមិនដែលបង្រៀននៅលើអាកាសវិនាទីបន្ទាប់យិនសិនរាប់មិនអស់ត្រូវបានផ្លាស់ប្ដូរវ៉ុកខុងដកសក់ក្រហមពី3ចេញភ្លាមយិនសិនជាច្រើនត្រូវបានផ្លាស់ប្ដូរភ្លាមយិនសិនត្រូវបានបែងចែកជាពីរផ្នែកឈៀវលេងក៏បានឆ្លៀតឱកាសស្វែងរកខ្សែជីវិតនិងមរណៈរបស់វិញយូរប៉ុន្មានគាត់បានរកឃើញឈ្មោះវ៉ុកខុងយកបិចរបស់ចៃក្រមមកគូសភ្លាមខ្ញុំនឹងស្លាប់
វិនាទីបន្ទាប់ពិភពក្រោមដីចាប់ផ្ដើមនិយាយស្ដេចនៃពិភពក្រោមដីមានការផ្ទៃស្លន់ស្លោដីបានផ្ញើវីដេអូហៅទៅអធិរាជគាត់បានដឹងថាវ៉ុកខុងកំពុងរញ៉េញ៉ៃនៅទីនោះគាត់មិនបានគិតថាអធិរាជមិនមានការព្រួយបារម្ភក៏បានប្រាប់វ៉ុកខុងថាទោះជាគ្មានឈ្មោះលើក្រណាត់ជីវិតនិងមរណៈក៏ដោយគាត់អាចគ្រាន់តែជាព្រះពាក់កណ្ដាលប៉ុណ្ណោះប៉ុន្តែវិនាទីបន្ទាប់ប៉ុន្តែព្រះចៅអធិរាជយើងមិនមែនជាអធិរាជទេពិតមាត់ខ្ញុំមិននឹកស្មានថាស្ដេចនៃពិភពក្រោមបង្គាប់និយាយវាចេញពីកន្លែងទទួលបានអាកំបាំងនេះស៊ុនអ៊ូខុងមិនបាននិយាយអ្វីគាត់គ្រាន់តែឲ្យដំបងផ្សិតមាសគោះទ្វារជាវលេងភ្លាមក៏រត់ចូលទៅយកក្រណាត់ជីវិតនិងមរណៈពេលឃើញទស្សនភាពនេះពិភពក្រោមដីភ័យស្លន់ស្លោជាខ្លាំងទ្រង់បានបញ្ជាឲ្យស្ដេចនៃនគរក្រោមបង្គាប់ឲ្យចាប់វ៉ុកខុងប៉ុន្តែទីបំផុតវ៉ុកខុងបានគេចចេញពីពិភពក្រោមដីដោយជោគជ័យតាមរយៈការកត់ត្រាលើក្រណាត់ជីវិតនិងមរណៈដរាបណាអ្នកញ៉ាំផ្លែប៉ែបន្ទាប់អ្នកអាចខ្លាយជាព្រះពិតប្រាកដដូច្នេះវ៉ុកខុងអន្ទះសារចង់ស្វែងរកផ្លែប៉ែប៉ុន្តែជាវលេងបានលួចចូលទៅក្នុងទឹកគាត់បានចាក់ទឹកមួយដំណក់វិនាទីបន្ទាប់ស្ដេចណាក៏លេចមកបន្តិចម្ដងខ្ញុំមិននឹកស្មានថាជាវលេងជាចារកម្មរបស់ស្ដេចណានោះទេតាមវ៉ុកខុងដើម្បីជួយស្ដេចណាយកដំបងផ្សិតមាសស្រុកកំណើតរបស់ជាវលេងតែងតែស្ងួតហួតហែងអ្នកភូមិពិបាកធ្វើការហើយដំណាំក៏ខូចខាតដើម្បីកុំឲ្យអ្នករាល់គ្នាអត់ឃ្លាវលេងបានត្រឹមតែអង្វរស្ដេចនាគឲ្យបោះបង់ដូច្នេះគាត់សុខចិត្តធ្វើជាចារកម្មរបស់គាត់ក្រោមការគំរាមកំហែងរបស់ស្ដេចជាវលេងបានយកវ៉ុកខុងទៅក្នុងអន្ទាក់របស់គាត់ដរាបណាអ្នកញ៉ាំផ្លែប៉ែជាមួយថ្នាំពុលអ្នកនឹងបាត់បង់ស្មារតីស្ដេចនាគរត់ចេញទាំងរំភើបពេលឃើញគូប្រកួតទើបត្រូវគេខ្ញុំមិននឹកស្មានថាវ៉ុកខុងចិញ្ចឹមផ្លែប៉ែដល់គាត់ទេវិនាទីបន្ទាប់ពួកគេទាំងអស់បាត់បង់ស្មារតីនៅពេលដែលវ៉ុកខុងភ្ញាក់ឡើងគាត់បានភ្លេចអំពីអ្វីដែលបានកើតឡើងបន្ទាប់មកវ៉ុកខុងបានរកឃើញវិធីមួយផ្សេងទៀតដើម្បីក្លាយជាព្រះនោះគឺត្រូវនៅក្នុងបន្ទប់